ក្រោយខ្មាំងបារាំងចូលមកប្លន់ប្រទេសយើងវិញប្រជាជនខ្មែរគ្រប់ជាន់ថ្នាក់ហើយសំខាន់ប្រជាជនកសិករស្រីប្រុសក្មេងចាស់បានក្រោកឡើងគ្រប់តំបន់នាយម៉ឺនអ្នកជំនួញសិស្សានុសិស្សព្រះសង្ឃបានគ្រប់វិធីប្រឆាំងនឹងការជិះជាន់នៃខ្មាំងបារាំងពិតមែនតែពួកអាណានិគមនិយមបារាំងនិងជាតិជ្រែកចក្រពត្តិអាមេរិកកាំងបានប្រើកលល្បិចលួងកំហែងដុតសម្លាប់យ៉ាងឃោរឃៅកម្លាំងប្រជាជនខ្មែរបានរីកធំជាលំដាប់នៅគ្រប់ខេត្តក្នុងប្រទេសប្រជាជនបានជួយឧបត្ថម្ភគ្រប់ផ្លូវខ្លះឲ្យកូនទៅតស៊ូខ្លះជួយប្រាក់ជួយអង្គខ្លះជួយថ្នាំខ្លះជួយបន់ព្រះឲ្យឈ្នះលាក់ក្រោយដែលលឹមជូនដូងទៅស្វាយដូនកែវបានប្រហែលជិត5ឆ្នាំម៉ឹងបានប្រឡងជាប់ចេញពីវិទ្យាល័យហើយបានធ្វើការក្នុងរាជការនៅខេត្តព្រៃវែងម៉ឹងបានស្គាល់គ្រួសារអ្នកស្រុកនិងនាយម៉ឺនជាច្រើនគាត់បានសំណាក់នៅក្នុងផ្ទះមានរបងជាមួយនឹងគ្រួសារអ្នកពេជ្រនារីគ្រួសារនេះបានរាប់អានម៉ឹងដោយសាច់ញាតិអ្នកគ្រូគូរស់ប្អូនជីដូនមួយអ្នកពេជ្រនារីបានរាប់អានម៉ឹងយ៉ាងស្មោះស្ម័គ្រហើយជិតស្និទ្ធស្ទើររាល់អាទិត្យឬថ្ងៃបុណ្យគ្រួសារគូរស់បានបបួលម៉ឹងទៅជួបជុំបាយទឹកឬបបួលគ្នាដើរលេងល្ងាចអាទិត្យមួយខែចែកម៉ឹងនិងអ្នកគ្រូគូរស់អ្នកពេជ្រនារីនិងគ្នាជាច្រើនទៀតបានចុះទៅដើរលេងវាលប្រាំងដើរយកខ្យល់អាកាសរកទិញចាបអ្នកគ្រូគូរស់និងម៉ឹងបានជជែកគ្នាជក់មាត់សើចយ៉ាងរីករាយខ្យល់អាកាសបានផាត់ច្រានអ្នកទាំងពីរឲ្យឃ្លាតឆ្ងាយដាច់ពីគេអ្នកគ្រូគូរស់បានផ្ដើមសួរថាម៉ឹងឯងរៀននៅចំនួនណារៀនចំនួនគូរស់ឯងយើងប្រឡង safety face ការធំបន្ទប់ជាមួយគ្នាខ្ញុំបានខ្ចីក្រដាសផ្ដិតគូរស់ឯងផងហើយទាំងខំប្រឹងប្រជ្រៀតគេឯងជួយមើលឈ្មោះឲ្យគូរស់ឯងទៀតអរគុណហើយដែលបានជួយខំមើលឈ្មោះឲ្យខ្ញុំនោះចុះនៅវិទ្យាល័យពួនជ្រកកន្លែងណាក៏ខ្ញុំមិនដែលប្រទះមុខម្ដងសោះធម្មតាស្រីនៅវិទ្យាល័យស្គាល់រាប់អាននិយាយរកតែអ្នករៀនពូកែសូត្រមេរៀនបារាំងនិងកូនលោកធំអ្នករៀនខ្សោយកាន់កន្ទុយគេមិនស្គាល់ទេនិយាយមិនត្រូវទេក្រែងតែគេឲ្យខ្ញុំមិនប្រកាន់អ្នកខ្សោយអ្នកពូកែឡើយណាហើយឈប់និយាយពីរឿងវិទ្យាល័យទៅឥឡូវម៉ឹងឯងមិនគិតរកគូស្រករទេឬអ្នកបងពេជ្រនារីបានប្រាប់ខ្ញុំម៉ឹងឯងឧស្សាហ៍ទៅលេងផ្ទះលោកចៅហ្វាយណាស់មិនពេញចិត្តអាមុំឬសវណ្ណាស្រឡាញ់មួយណាប្រាប់ខ្ញុំចូលចិត្តអាមុំកូនលោកឬសវណ្ណាក្មួយលោកបើមិនហ៊ាននិយាយខ្ញុំជួយខ្ញុំតែពេញចិត្តនរណាហើយខ្ញុំជួយទាល់តែសម្រេចខ្ញុំគ្មានគិតដោយគូរស់ឯងស្មានទេរឿងផ្ទះសម្បែងស្រេចម៉ែឪទុកដាក់ចុះចង់អស់សំណើចណាស់ស្រេចលើម៉ែឪខ្ញុំខុសម៉ឹងឯងស្រឡះខ្ញុំបើចូលចិត្តនរណាខ្ញុំប្រាប់ម៉ែឪភ្លាមតែម៉ឹងឯងអាឡ័យគិតតែផ្កាយលើមេឃត្រូវចេះមើលផ្កាចិត្តខាងក្នុងរបងជាមួយផងរាល់ព្រឹកខ្ញុំបានបេះផ្កាម្លិះក្នុងរបងយើងគូរស់ឯងមិនឃើញឬដែលឃើញខ្ញុំមើលផ្កាយស្រែកយំរកព្រះច័ន្ទអណ្ដែតអណ្ដូងពីអង្ការបើខ្ញុំហៅរកខ្ញុំរកគូរស់ឯងចំតែម្ដងនេះបញ្ចំគ្មានចេះទាល់សោះតែម្ដងគ្មាននរណានិយាយឈ្នះម៉ឹងឯងទេខ្ញុំដើរលេងរាល់ល្ងាចជាមួយក៏មិនធុញដែរអាមុំចិត្តគេមិនដូចយើងទេគេមិនអើពើនយោបាយទេគំនិតគេឆ្ងាយពីយើងណាស់កុំទៅលេងនឹងគេញឹកពេកម៉ឹងបានមើលមុខអ្នកគ្រូគូរស់គ្មានចេញស្ដី
ហើយបន្តដំណើរទៅមុខទៀតបន្ទាប់មកអ្នកគ្រូហុចបារីឲ្យទៅមឹងនិយាយថាកាលពីថ្ងៃប្រហ័សខ្ញុំស៊ីលៀងផ្លាស់លោកគ្រូសរំគេឲ្យបារីខ្ញុំមិនជក់ខ្ញុំនឹកឃើញមឹងឯងក៏ទុកយកមកឲ្យខ្ញុំដាក់ជាមួយផ្កាម្លិះក្រអូបទេក្រអូបមឹងបានឆ្លើយហើយដើរបែបគិតអ្វីផ្សេងមួយស្របក់ក្រោយមឹងបាននិយាយគូរស់ឮស្នូកាណុងទេក្អិលរាល់នាទីតែម្ដងគេបាញ់គ្នានៅឯណាប្រហែលបាញ់គ្នានៅព្រំដែនព្រៃវែងទេឬឮថាភ្នំរោងដំរីជាសម្បុកខ្មែរអេសរៈខ្ញុំឮថាពួកវាមានរោងចក្រផងនៅព្រំដែនហើយឮថាពួកបារាំងចូលមិនចុះទេពីអាទិត្យមុនឮថាកងទ័ពពូកំបោរបានចូលមកដល់បន្ទាយព្រៃនគរដែលជាបន្ទាយស៊ីវត្ថាកាលប៉ះវាយបារាំងជាន់មុនមឹងឯងចូលចិត្តនិយាយរឿងឆ្ងាយណាស់ខ្ញុំមិនចង់គិតរឿងអស់ទាំងនោះទេតែនឹករឿងនេះពិបាកណាស់ឮថាគេជិតចាប់ទាហានផងឬខ្ញុំបានដឹងថាបារាំងនិងអាមេរិកកាំងបានបង្ខំបាវដាយឲ្យចេញច្បាប់ចាប់កូនវៀតណាមឲ្យចូលធ្វើទាហានត្រង់ស្រុកយើងមិនទាន់ឃើញច្បាប់នៅឡើយទេហើយមិនដឹងជាបារាំងអាមេរិកកាំងដាក់ស្នៀតដោយស្រុកវៀតណាមឬមួយក៏ដាក់ស្នៀតបោកបន្លំយ៉ាងណាទេវីវហើយបើដូច្នោះនោះអស់បានសុខហើយបំណងយើងពីរនាក់ទៅជាយ៉ាងណាបំណងអ្វីស្អប់តែធ្វើពើទៀតនៅតែមិនព្រមយល់បើមិនយល់ក៏ហីចោះគេថាមឹងឯងជាមនុស្សត្រឹមត្រូវស្លូតហើយនឹងណាស់ពូប្លង់តុងហឹមបានមកលេងផ្ទះខ្ញុំអាទិត្យមុននិយាយប្រាប់ខ្ញុំថាមឹងឯងល្អនឹងអ្នកធ្វើការជាមួយណាស់ហើយចេះការពារមិនឲ្យបារាំងរំលោភលើទៀតអ្នកធ្វើការនៅក្រសួងមឹងឯងវៀតណាមក៏ដូចខ្មែរសរសើរមឹងឯងណាស់គេបន់ឲ្យតែមឹងឯងឡើងធ្វើជានាយក្រសួងនៅខេត្តនេះដល់បារាំងទៅស្រុកខ្ញុំមិនសប្បាយនឹងធ្វើការទេគ្រាន់តែដើរទៅដល់ត្រង់ណាក៏មានពួកកិញដើរតាមដែរកាលពីអាទិត្យមុនបារាំងចៅវាយខ្ញុំហៅខ្ញុំទៅកិនបន្ទោសថាខ្ញុំមិនចេះធ្វើការខ្ញុំបានឆ្លើយតបទៅវិញថាបើខ្ញុំគ្មានសមត្ថភាពដេញខ្ញុំចោលទៅខ្ញុំមិនអង្វរទេបារាំងមើលមុខហើយសួរខ្ញុំថាចង់ជាប់គុកទេខ្ញុំបានសួរវិញថាខ្ញុំមានទោសអ្វីបារាំងនៅស្ងៀមមួយសបកក្រោយគាត់បានប្រាប់ថាបើចង់សុខត្រូវចេញពីស្រុកខ្មែរព្រោះកិញប៉ងចាប់ធ្វើនយោបាយមិនបានទេនៅស្រុកខ្មែរមិនដូចស្រុកបារាំងឡើយអាទិត្យមុនខ្ញុំបានដាក់ពាក្យមួយសូមផ្លាស់ទៅភ្នំពេញប៉ុន្តែបារាំងមិនបានឆ្លើយខ្ញុំមិនចង់ឲ្យមឹងឯងផ្លាស់ទេនៅទីនេះយូរទៀតមិនបានខំមានរឿងធំជាប់គុកឥតប្រយោជន៍មឹងឯងធុញទ្រាន់នឹងផ្ទះសប្ថ្ងៃឬអ្នកបងពេជ្រនារីគាត់ចិត្តបានណាស់ពិតមែនតែគាត់មិនទាន់មានផ្ទះសម្បែងតែគាត់ស្គាល់ចិត្តថ្លើមយើងណាស់គាត់ទុកមឹងឯងដូចប្អូនបង្កើតនៅក្នុងពួកបារាំងខូចខ្លួនឃើញតែបៀឃើញតែសំណោកឃើញតែស្រាឃើញតែស្រីឃើញតែសាក់យោះឃើញតែត្បូងទាំងក្របយ៉ាងយូរមួយអាទិត្យទៀតខ្ញុំផ្លាស់ហើយតែខ្ញុំមិនភ្លេចមិត្តថ្លើមគូរស់ឯងចំពោះខ្ញុំទេខ្ញុំកត់ទុកមិនភ្លេចក្អិលស្នូកាណុងញាប់រន្ធន់បានបង្អាក់មឹងឲ្យឈប់និយាយមឹងផ្ទៀងត្រចៀកស្ដាប់ហើយចាប់និយាយតថ្ងៃនេះកាណុងបាញ់ញាប់តែម្ដងតែឮស្នូកាណុងខ្ញុំនឹកដល់បងខ្ញុំណាស់កាលខ្ញុំនៅវិទ្យាល័យបងដូងបានជាប់គុកគាត់បានរត់ចេញពីគុកតាំងពីនោះមកខ្ញុំមិនដែលបានដំណឹងគាត់ម្ដងសោះខ្លះថាគាត់ធ្វើអិសរៈខ្លះថាស្លាប់ខ្លះថានៅសៀមឱកាសណាបានជួបគាត់
ខ្ញុំឮថាឈ្មោះនូដូងធ្វើមេអេសរៈតំបន់កញ្ច្រាចនឹងឬបងមងឯងប្រហែលជាកិញបារាំងបានដឹងថាបងខ្ញុំនៅតំបន់នេះហើយមើលទៅបានជាចៅហ្វាយបារាំងខ្ញុំប្រាប់ឲ្យខ្ញុំចេញពីស្រុកខ្មែរកុំនៅនាំមានគ្រោះថ្នាក់និយាយដល់ត្រឹមនេះមឹងឈប់គាត់ហូតកូនក្រដាស់ទូកមួយមើលមានសេចក្តីថាមកដល់ប្អូនសំឡាញ់បងមានសេចក្តីត្រេកអរដោយដឹងថាប្អូននៅចិត្តបងជាពុនពេកហើយបានដឹងថាប្អូនសុខសប្បាយជាទេឯចំណែកបងវិញបានចេញពីប្រទេសសៀមហើយឆ្លងមកដល់តំបន់បូព៌ាទិសនេះ4ខែហើយប្រទេសសៀមចង្អៀតណាស់ព្រោះចក្រពត្តិអាមេរិកកាន់កាប់ការតស៊ូរបស់ប្រជាជនយើងបានកើនរីកធំនៅគ្រប់ខេត្តតែការបុករុករបស់ខ្មាំងក៏កាន់តែខ្លាំងដែរអាណានិគមបារាំងនិងជ្រៀតជ្រែកអាមេរិកកាំងបានចាត់តាំងពួកចៅជាច្រើនក្រុមឲ្យក្លែងបន្លំជាពពួកតស៊ូការតស៊ូរបស់យើងពិបាកវេទនាយូរអង្វែងប៉ុន្តែប្រកាសជាមានជ័យជំនះចុងបំផុតជំរាបម៉ែឪព្រមទាំងមីងមៀបងទាំងអស់គ្នាផងថាបងបានសេចក្តីសុខសប្បាយជាទេហើយទាល់តែបានសន្តិភាពឯករាជ្យប្រជាធិបតេយ្យបានត្រឡប់វិញបងលាហើយដូងមើលសម្បត្តិនេះចប់មឹងបត់ទុកវិញដើរគ្មានស្ដីអ្នកគ្រូគូរស់បានសួរមឹងឯងមានរឿងអ្វីខ្ញុំជ្រុលសម្ដីទៅលើឬប្រាប់ខ្ញុំផងក្រែងខ្ញុំជួយបានខ្លះសម្បត្តិអាមុំនិយាយស្អីមិនមែនដូចនោះទេគូរស់ឯងជានារីគប់ចិត្តរបស់ខ្ញុំតែណាហើយខ្ញុំមិននិយាយទេចាំស្អែកចាំដឹងឥឡូវយើងទៅមើលទេសភាពវាប្រាំងម្ដងវិញបើសំឡេងខ្ញុំបានខ្ញុំរាប់ដើមឈើរាប់ចាប់ដែលហើទាំងវងនៅប្របព្រៃឲ្យគូរស់ឯងស្ដាប់អារស់សំឡេងមួយបានហៅគូរស់អ្នកបងពេជ្រនារីគាត់ស្រែកហៅយើងហើយតោះយើងដើរទៅរកគាត់អ្នកទាំងពីរបណ្ដើរគ្នាមករកអ្នកពេជ្រនារីហើយមឹងបាននិយាយតខ្ញុំចាំស្អែកមិនបានទេគូរស់ដឹងទេស្អែកនេះមានរឿងអ្វីចម្លែកស្អែកនេះម៉ែខ្ញុំមកលេងព្រឹកស្អែកខ្ញុំត្រូវមើលការអូរាំងឪគូរស់ឯងមើលថែគាត់ផងដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់សើចសប្បាយលាន់មាត់ទៅប្រាប់ពេជ្រនារីថាគ្រាន់តែទៅមើលអូរាំងឪហើយស្អែកអញ្ជើញមកក៏មិនខ្វល់ដែរអ្នកបងសូមអ្នកបងទទួលពាក្យគាត់ផងហើយសូមកុំឲ្យគាត់ពិបាកចិត្តពេកមិនខែពិសាឬកាដឹកអាសាទៅកុំឲ្យយូរពេកអ្នកពេជ្រនារីបានជួយត្រេកអរកុំថាមួយថ្ងៃគង់តែ1ខែ5ខែក៏ខ្ញុំអាចមើលគាត់បានដែរអ្នកគ្រូគូរស់បានឆ្លើយញញឹមដាក់មឹងអរគុណនឹងសម្ដីនេះណាស់តោះយើងល្មមទៅផ្ទះថ្ងៃលិចហើយមឹងបានទឿនអ្នកដំណើរកំសាន្តទាំងអស់បាននាំគ្នាមកផ្ទះវិញអ្នកគ្រូគូរស់បានចូលជើងក្រានជៀនចាបម៉ោង8គេបាយរួចមឹងបានលាទៅផ្ទះគាត់ដល់បន្ទប់មឹងបានរៀបចំកំណាត់អន្រឹងមុងភួយបន្ទាប់មកគាត់អង្គុយលើកៅអីមុខតុទាញបារីដែលអ្នកគ្រូគូរស់ឲ្យមកជក់រួចទាញដងប៉ាកាសរសេរថាគូរស់ជាទីគប់ចិត្តគូរស់ស្ងួនភ្ងាបងសូមលាគូរស់ពុំងារនៅឲ្យសុខកុំព្រួយបារម្ភនាំកើតទុក្ខនៅឲ្យបានសុខខំធ្វើការបងទៅតស៊ូដេញពួកខ្មាំងបារាំងអាមេរិកចក្រពត្តិត្រាព្រោះបើនៅយូរឃើញខកការចូលក្នុងបន្លាអន្តៈវាស្ថានភាពស្រុកយើងរឹតចង្អៀត
ខ្មាំងវាចេញស្នៀតគ្រប់កលការចូលមកជ្រៀតជ្រែកបងប្រាថ្នាចាប់គៀបចាប់គៀឬពលរេឯករាជ្យคล้ายคล้ายចាប់ទីហ៊ានបើយើងមិនហ៊ានរកផ្លូវទេមុខតែយើងស្លាប់ទៅចោលគេរក្សាពួកគេឲ្យបានខ្ពង់ខ្ពស់បងលាគូរស់ដោយអអួលចិត្តបងរមួលនឹកគូរស់តែទ្រាំនៅទៀតឃើញមិនរស់បងលាគូរស់ឃ្លាតទៅឆ្ងាយគូរស់នៅអាយគួខំប្រឹងកុំនឹកទន្ទឹងទៅនាយអាយព្រោះការតស៊ូនៅវែងឆ្ងាយចក្រពត្តិមិនងាយចោះចាញ់រាគូរស់ប្អូននៅខំធ្វើការពង្រឹងស្មារតីឲ្យបានខ្លាកុំផ្អែកកំពឹងលើវាសនាត្រូវតែបដិញ្ញារក្សាសិទ្ធិបងចេញទៅមុខខំប្រឹងឆ្កាតស៊ូតវ៉ាទាមទារសិទ្ធិបងនឹងមកហៅរស់វមិត្តចូលទៅរួមមិត្តជួយតស៊ូម៉ឹងសរសេរចប់ម៉ឹងមើលហើយមើលទៀតដល់ម៉ោង 9 មនុស្សប្រុស 2 នាក់បានចូលក្នុងបន្ទប់ម៉ឹងភ្ញៀវម្នាក់បានខ្សឹបប្រាប់ម៉ឹងថាដល់ពេលយើងត្រូវទៅហើយម្នាក់ទៀតបានយកកំណាត់អង្រឹងភួយមុងម៉ឹងបានច្រកសម្បត់ក្នុងស្រោមហើយដាក់ក្រោមពូកបន្ទាប់មកគាត់ក៏បានចេញទៅតាមមនុស្ស 2 នាក់នោះ